អូលោកគ្រូដែលគាត់កាត់សក់សិស្សនេះហើយខ្ញុំហួសចិត្តមែនតើបងប្អូនខ្ញុំហួសចិត្តមែនតើខ្ញុំមិនមែនហួសចិត្តនឹងលោកគ្រូអ្នកគ្រូដែលគាត់កាត់សក់សិស្សទេណាបងប្អូនខ្ញុំហួសចិត្តនឹងពួកដែលចូលខមមិនមិនទទួលយកការអប់រំរបស់លោកគ្រូអ្នកគ្រូចាស់ទុំអាណាព្យាបាលបងប្អូនគេអប់រំគេបង្ហោះវីដេអូចឹងហើយវាចូលខមមិនទៅបងប្អូនអាចចូលមើលខមមិនខ្លួនឯងទៅដឹងបងប្អូនហើយខ្ញុំចេញវីដេអូនេះខ្ញុំដឹងថានឹងមានពួកអាសេរីចឹងចូលជេរខ្ញុំដូចគ្នាបងប្អូនតាមពិតអានេះខ្ញុំនិយាយឲ្យពួកបងប្អូនដែលប្រកែឆ្ងល់ក្នុងហ្នឹងអានេះខ្ញុំនិយាយឲ្យយល់បើសិនជាបងប្អូនរៀនចប់បងប្អូនចូលធ្វើការនៅស្ថាប័នឯកជនក៏គេមានច្បាប់ទម្លាប់ឲ្យយើងគោរពដែរទាំងការស្លៀកពាក់ទាំងការរៀបចំខ្លួនទាំងសក់ក្បាលគឺគេអ្នកក្រុមហ៊ុនគេអ្នកតម្រូវឲ្យយើងត្រូវតែធ្វើអញ្ចឹងបងប្អូនហើយសម្រាប់ឧទាហរណ៍បើយើងចូលការងាររដ្ឋក៏គេត្រូវតែគេក៏គេមានច្បាប់ទម្លាប់ឲ្យយើងគោរពតាមច្បាប់ទម្លាប់ដែលគេបានចែងបងប្អូនហើយសម្រាប់បងប្អូនដែលចូលរៀនដែលខ្លួនឯងជាសិស្សគេចេញច្បាប់អនុវត្តឲ្យខ្លួនឯងល្អឲ្យសង្គមគេទទួលស្គាល់ឲ្យរស់នៅទៅវាចូលចំណោមមួយសង្គមការស្លៀកពាក់សក់ក្បាលស្អីគេសិតតែរៀបចំឲ្យស្អាតឲ្យមែនគេមិនឲ្យយើងអាក្រក់ណាគេរៀបចំឲ្យស្អាតគឺតែសក់គ្របភ្នែកគ្របចាំស្អាតមែនអូខ្ញុំអត់យល់ដល់អញ្ចឹងតាមពិតបងប្អូនមិនចូលរៀនគេដឹងវិន័យសាលាអីខ្លះតែក្មេងសម័យឥឡូវវាពិបាកវាមិនសូវចេះដឹងវិន័យសាលាមិនខ្លះស្រួលអ្នកខ្លះចូលរៀនតែដឹងវិន័យសាលាអីខ្លះបងប្អូនជំនាន់ខ្ញុំគ្រូកាត់សក់ដូចគ្នាជំនាន់2014 2015កាត់សក់ខ្ទេចអស់បងប្អូននេះទៅតែយើងចូលធ្វើការទៅយើងរៀបចំខ្លួនបែបអ្នកធ្វើការទៅបងប្អូនបើយើងនៅជាសិស្សទេយើងគួរតែរៀបចំខ្លួនបែបខ្លួនឯងជាសិស្សទៅអ្នកខ្លះចេញមកចូលខមមិនគេរៀននឹងសក់មែនវាមិនមែនរៀននឹងសក់ទេបងប្អូនពេលខ្លះសក់ក្បាលហ្នឹងក៏ជាការរំខានដល់ការសិក្សាមួយដែរសារយើងវរៀនវែកសក់ធ្លាក់ភ្នែកវែកសក់ធ្លាក់ភ្នែកវែកសក់ងាកវែកសក់ហ្នឹងវាក៏វាប៉ះពាល់ដល់អារម្មណ៍ដែរបងប្អូន